មានបទពិសោធន៍មានបញ្ញាពីធម្មជាតិគាត់ថៃឡង់ហ្នឹងគឺថាគាត់អាចបង្ហាញដែរបង្ហាញពីការរិះគន់ថាបណាគាត់បង្ហាញពីទស្សនៈរបស់គាត់នាំគ្នាជួបជុំនៅតាមហាងកាហ្វេជួបជុំនៅតាមកន្លែងទីផ្សេងអីហ្នឹងគឺគាត់បង្ហាញរបៀបនៃការរិះគន់របៀបដែលយុវជនខ្លះនិយាយក្នុងការបំផ្លាញដើម្បីតែបំពេញតណ្ហាអ្នកនយោបាយមកខាងអត់បានយកហេតុផលនៃការពិតហេតុនៃបច្ច័យហ្នឹងមកសួរមកវិភាគដើម្បីបណ្ដុំនៃគំនិតឲ្យគ្នាទេច្រើនថាធ្វើម៉េចគឺថាបើស្រឡាញ់បុគ្គលណាហើយគឺថាបុគ្គលហ្នឹងជាអតិទេពហើយយើងអត់ចង់ឲ្យយុវជនហ្នឹងចាត់ទុកជាបុគ្គលនយោបាយអ្នកនយោបាយជាអតិទេពទេយើងចង់ឲ្យយុវជនហ្នឹងមើលជាយន្តការជាការដឹកនាំបែបជាលក្ខណៈប្រព័ន្ធគោលការណ៍គោលការណ៍នៃការអភិវឌ្ឍការពង្រីកធនធានមនុស្សដែលមានគោលនៃចំណេះដឹងគោលនៃការគិតមានគំនិតដែលយើងត្រូវមើលឃើញថាតើហេតុផលហេតុបច្ច័យរបស់អ្នកនយោបាយអ្នកដឹកនាំនេះការនិយាយនេះជារបៀបវិជាពិធឬក៏ជារបៀបដែលផ្ដល់នូវចំណេះដឹងប្រកបទៅដោយគុណធម៌សិលធម៌ហើយនឹងការទទួលខុសត្រូវដោយបញ្ញាដោយអ្វីក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គមជាតៃអញ្ចឹងយើងចង់ឲ្យពួកយុវជនហ្នឹងក្លាយជាអ្នក research ជាអ្នកស្រាវជ្រាវជាអ្នកស៊ើបអង្កេតរបៀបដែលគាត់ស្វែងរកប្រភពដើម្បីយកមកពិចារណាហើយធ្វើការវិនិច្ឆ័យជាជាងយើងសន្និដ្ឋានហើយស្មារគិតតែក្នុងភាពងប់ងល់អត់បានពិចារណាទៅជាមានវិបដិសារីសម្រាប់ពួកគាត់ទៅថ្ងៃមុខតែគាត់មិនបានរកយុត្តិធម៌មិនបានរកអ្វីជាហេតុផលពិតសម្រាប់អ្នកនយោបាយដែលគេស្អាតស្អំអ្នកនយោបាយដែលគេចង់បណ្ដោះស្នាលហើយខ្ញុំអត់ចង់ឲ្យយុវជនហ្នឹងថាជាតំពាំងស្នងឫស្សីទេជួនកាលអ្នកនយោបាយខ្លះជាតំពាំងជាឫស្សីពីមុនមែនប៉ុន្តែជាឫស្សីស្អុយឫស្សីដែលមិនអាចប្រើការបានប៉ុន្តែតែប្រឡូកក្នុងឫស្សីដែលគេល្អមានបំពង់ធំអាចទៅធ្វើរនាបធ្វើស្អីគ្រប់សពបែបយ៉ាងបានប៉ុន្តែបើឫស្សីដែលពោពេញទៅដោយក្តៀបទៅដោយស្អុយទៅដោយអ្វីផ្សេងហ្នឹងគឺថាយើងពិបាកក្នុងការឲ្យយុវជនដើរតាមអញ្ចឹងខ្ញុំចង់ឲ្យយុវជនខ្លួនឯងនឹងម្ចាស់ការខ្លួនឯងដោយយកបញ្ញាយកចំណេះដឹងហើយឲ្យមានគុណធម៌សិលធម៌ជាពិសេសសច្ចៈមនុស្សយើងតែមានការខ្មាស់អៀនខ្លួនឯងហើយជោគជ័យហើយបើមានឆន្ទៈការលះបង់បច្ចេកប្រគ្រោះយកចំណេះមកដាក់ក្នុងខ្លួនទៀតអានឹងគឺថាយុវជននាំគំរូឲ្យគិតថ្មីធ្វើថ្មីខ្លួនឯងតែផ្សារភ្ជាប់ពីអ្នកនយោបាយហើយខ្ញុំចង់ឲ្យយុវជនខ្លាយជាឈើក្រញូងមានន័យថាយុវជននឹងរៀនទទួលខុសត្រូវខ្លួនឯងរៀនបង្កើតគំនិតបញ្ញាខ្លួនឯងហើយប្រមាលមើលចក្ខុវិស័យនិងបេសកកម្មថាបើខ្ញុំក្រុមខ្ញុំជាយុវជនចំនួនថ្មីបើខ្ញុំចូលប្រឡូកនយោបាយគឺពួកយើងខ្ញុំមិនថាបកប្រឆាំងថាបកកណ្ដាលណាគឺមានក្រមសីលធម៌នៃគុណធម៌នយោបាយតម្លៃមនុស្សជាមួយនឹងគុណធម៌នយោបាយក្នុងការបម្រើសង្គមក្នុងការបម្រើប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យដែលយើងជាទេសកលនយោបាយរបស់ប្រជាពលរដ្ឋរបស់សង្គមមិនមែនយើងជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋហើយយកយុវជនខ្ចីដៃគ្នាប្រើឲ្យគ្នារងគ្រោះអីចឹងគឺថាខ្ញុំនិយាយនេះខ្ញុំនិយាយទាំងសងខាងខ្ញុំអត់មាននិយាយទៅខាងមានន័យថាទៅនិន្ទាទៅខាងណាគឺថាខ្ញុំនិយាយអ្វីឲ្យយុវជននឹងចេះម្ចាស់ការខ្លួនឯងព្រោះសង្គមដែលមានយុវជនមានបញ្ញាមានចំណេះចេះស្រាវជ្រាវចេះស៊ើបអង្កេតក្នុងកម្រិតនៃចំណេះរបស់យើងនឹងចេះស្ដាប់បញ្ហាចេះដាក់បញ្ហាចេះដោះស្រាយបញ្ហាគឺក្នុងនាមយើងចេះទទួលខុសត្រូវសង្គមសង្គ្រោះបម្រើការពារឲ្យជ្រងសង្គមនោះគឺដើម្បីឲ្យសង្គមមានសុខដុមរមនាគឺប្រជាពលរដ្ឋមានសេចក្តីសុខវាទៅជារបៀបនៃការគ្រប់គ្រងរដ្ឋវាមានរដ្ឋបាលសាធារណៈនិងអភិបាលកិច្ចល្អនឹងហើយធ្វើឲ្យសង្គមនឹងមនុស្សមានការទុកចិត្តគ្នាសប្តាហ៍ថ្ងៃយើងបាត់អាការទុកចិត្តគ្នាយើងចំណែនគ្នានេះគ្នាខ្លាចអានេះឡើងមកទឹកឡើងត្រីស៊ីសមុទ្រទឹកហើយសមុទ្រស៊ីត្រីនោះវាអត់មានការទុកចិត្តនេះឃើញយើងមកអាណត្តិឆ្លោះគ្នារហូតនឹងខ្ទេចខ្ទីអស់ដោយសារតែខ្វះទំនុកចិត្តហើយនឹងអត់មានចិត្តស្មោះត្រង់សច្ចៈនិងអ្វីដែលអាចបច្ចេកគ្នាដាក់បញ្ហាលើទឹកអត់ចាំនៅជំនះស្អីអញកាន់អំណាចយូរហើយអញចង់មកយកអំណាចមិនអាអ្នកថ្មីទៅកាន់យូរហើយអញកាន់ម្ដង
ប៉ុន្តែអត់មានទំនុកចិត្តគ្នាអញ្ចឹងហើយនៅតែខំគ្នារវាងខ្មែរនិងខ្មែរអានេះជាការបង្ហាញដែលខ្ញុំចង់បង្ហាញពីចំណេះរបស់ខ្ញុំនិងការឆ្លងកាត់របស់ខ្ញុំជាង40ឆ្នាំមកដែលខ្ញុំដឹងក្តីជាយុវជនរហូតមកដល់ឥឡូវហ្នឹងគឺថាខ្ញុំមានរបៀបដែលយុវជនអាចចូលរួមសង្គមដោយសុចរិតហើយពាក្យថាសុចរិតភាពតម្លាភាពគណនេយ្យភាពនេះសំខាន់ណាស់ហើយបើយើងអត់មានអានឹងទេកុំទៅសង្ឃឹមរកយុត្តិធម៌ហើយបើសង្ឃឹមទៅរកសន្តិភាពបើគ្មានសេរីភាពនិងយុត្តិធម៌ក៏យើងគ្មានសន្តិភាពដែរហើយបើសន្តិភាពទោះបីអត់មានអាវុធច្បាំងរាំងជាប់គ្នាក៏ដោយតែបើសិនជាយើងអត់មានសន្តិភាពផ្លូវកាយផ្លូវចិត្តណាផ្លូវវាចាដោយយើងមិនបំបត្តិនៅអទោសៈមោហៈលោភៈនឹងទេគឺថាយើងនៅតែប្រមាថយើងនៅតែលោភលន់អានឹងយើងអត់ជោគជ័យចឹងខ្ញុំចង់ឲ្យយុវជននឹងដើរលើអ្វីជាចក្ខុវិស័យនិងបេសកកម្មដែលយុវជនមានគំនិតថ្មីការកែច្នៃបដិវត្តផ្នត់គំនិតដើម្បីគិតថ្មីធ្វើថ្មីហើយយើងផ្សារភ្ជាប់ពីអ្នកនយោបាយអ្នកដឹកនាំណាដែលជាឫស្សីល្អហ្នឹងយើងបន្តមកប៉ុន្តែបើយើងបានខ្លាយជាឈើកញ្ញូងទៅទៀតអាហ្នឹងគឺយុវជនជ្រងជាតិមែនទេបាទចំណែកលោកបងអូនមួងសូនីបងអូនយល់យ៉ាងម៉េចដែរជុំវិញការលើកឡើងរបស់លោកមេឃសវណ្ណរានេះបាទសូមអរគុណការលើកឡើងរបស់លោកពូគឺគោះក្បាយល្អមែនតើយើងឃើញថានៅលើពិភពលោកនេះគឺពីមួយចំនួនទៅមួយចំនួនគឺមានការផ្លាស់ប្ដូរនៅយុវជនពីមួយចំនួនទៅមួយចំនួនហើយខ្ញុំឃើញប្រទេសមួយចំនួននៅលើពិភពលោកដែលជាប្រទេសប្រជាធិបតេយ្យជាប្រទេសមានការរីកចម្រើនហ្នឹងយុវជនគេដែលមានការផ្លាស់ប្ដូរពីមួយចំនួនទៅមួយចំនួនហ្នឹងគឺគេមានការផ្លាស់ប្ដូរនៅផ្នត់គំនិតថ្មីដែលល្អដែលបង្កើតឲ្យមានអរិយធម៌ក៏ដូចជាវប្បធម៌ដែលរុងរឿងនិងល្អដូចជាអាមេរិកឬប្រទេសបារាំងប្រទេសអាល្លឺម៉ង់ប្រទេសជប៉ុននេះជាដើមហើយមិនតែប៉ុណ្ណោះគេបានបង្កើតនៅចរិតលក្ខណៈនយោបាយមួយដែលចេះជួយគ្នាចេះយោគយល់គ្នាឲ្យតម្លៃទៅលើការគោរពសិទ្ធិមនុស្សមានមេត្តាធម៌ហើយនឹងចេះចែករំលែកនិងសាមគ្គីភាពនៅក្នុងសង្គមនិងការរស់នៅរបស់គេមិនត្រឹមតែក្នុងប្រទេសគេទេគឺនៅក្នុងសកលប៉ុន្តែដល់ឡែកនៅកម្ពុជាយើងខ្ញុំឃើញថា600ឆ្នាំហើយដែលយើងឃើញថាបើយើងគិត600ឆ្នាំមកយុវជនយើងហ្នឹងគឺវាច្រើនចំនួនណាស់ប៉ុន្តែនៅខ្ទង់600ឆ្នាំហ្នឹងគឺខ្មែរយើងកាប់សម្លាប់គ្នារហូតបាទបើមើលតាមប្រវត្តិសាស្ត្រគឺកាប់សម្លាប់គ្នាមានការលូកដៃពីបរទេសពឹងបរទេសអញ្ចឹងទៅរហូតដល់សម័យខ្មែរក្រហមសម្លាប់គ្នាស្ទើរតែទាំងអស់ទៀតបាទរហូតដល់ពេលបច្ចុប្បន្ននេះខ្ញុំឃើញថាវាអត់មានអីផ្លាស់ប្ដូរថ្មីទេបានសេចក្តីថាកំណែចាស់របស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកដែលជាកំអែលអាក្រក់ក្នុងសង្គមនយោបាយនិងការរស់នៅរវាងខ្មែរនិងខ្មែរហ្នឹងគឺមិនទាន់មានការអាប់ដេតនៅតែអាក្រក់នៅឡើយដែលយើងឃើញថាបង្កឲ្យមានហិង្សានិងការស្អប់ខ្ពើមគ្នារវាងខ្មែរនិងខ្មែរនៅក្នុងប្រទេសកម្ពុជាយើងនៅពេលបច្ចុប្បន្ននេះហើយអ្វីដែលអាក្រក់ហ្នឹងខ្ញុំឃើញថាវប្បធម៌លៀបពណ៌វប្បធម៌ញុះញង់ហើយសប្តាហ៍ថ្ងៃនេះគេប្រើប្រាស់ Facebook បាទដើម្បីធ្វើការវាយប្រហារគ្នាដែលឥឡូវនេះសង្គម Facebook នៅក្នុងស្រុកខ្មែរនេះបានខ្លាយជាពាក់ព័ន្ធទៅនឹងការវាយប្រហារគ្នានេះដែរគឺថាមានប្រពន្ធច្បាស់ការខ្លះនិយាយថាក្រមរបស់លោកសំរងស៊ីហើយជាពិសេសជនភៀសខ្លួនមួយចំនួននៅក្នុងប្រទេសថៃគឺកំពុងតែមានគ្នាច្រើនដូចជាង30នាក់ហើយដើម្បីធ្វើការវាយបកទៅលើក្រមណាដែលមានការរិះគន់ទៅលើក្រមបពប្រឆាំងដូចគ្នាអញ្ចឹងណាហើយក៏មានអាចក្រមជាង30នាក់ហ្នឹងក៏អាចធ្វើការលាបពណ៌ទៅដល់ក្រមសង្គមស៊ីវិលផងដែរហើយមានតែ6នាក់ទេដែលធ្វើការលាបពណ៌ទៅលើខាងរដ្ឋាភិបាលតើហេតុអីបានជាការបង្កើតនៅក្រមលាបពណ៌ជាង30នាក់សម្រាប់វាយប្រហារទៅលើគណៈបពប្រឆាំងដូចគ្នានិងក្រមសង្គមស៊ីវិលឬក៏អ្នកប្រជាធិបតេយ្យដូចគ្នាហេតុអីបានតែ6នាក់ធ្វើការវាយប្រហារទៅលើរដ្ឋាភិបាលអញ្ចឹងបាទលោកមានដឹងព័ត៌មានទាំងអស់ហ្នឹងទេហើយបើសិនជាដឹងតើលោកយល់យ៉ាងម៉េចដែរជំនួយករណីទាំងអស់នេះបាទនេះបងអូនអត់បានដឹងទេប៉ុន្តែដូចបងបានជម្រាបមិញអញ្ចឹងគឺបានដឹងហើយទៅខ្ញុំបានលើកឡើងថាយើងជាខ្មែរតែមួយបាទមានថាគណៈបកណាក៏ជាខ្មែរដែរយុវជនអស់យុវជនខ្មែរគឺជាខ្មែរអញ្ចឹងយើងសួរថាតើយើងសម្លាប់គ្នាយើងជេរយើងប្រមាថគ្នាដើម្បីអ្វីហើយខ្ញុំក៏ប៉ុន្តែខ្ញុំគ្រប់គ្រងណាស់នៅគោលនយោបាយអហិង្សារបស់
មេដឹកនាំលើពិភពលោកដែលគេបានធ្វើតស៊ូដើម្បីឲ្យបានជ័យជំនះដោយអហិង្សាដូចជាព្រះសម្មាសម្ពុទ្ធជាដើមហើយខ្ញុំឃើញថាការតស៊ូអហិង្សានេះវាជាច្បាប់ធម្មជាតិបាទការតបតដោយមេត្តាករុណាដោយសេចក្តីស្រឡាញ់និងដោយបញ្ញាញាណគឺជាការតបតមួយយ៉ាងល្អបំផុតនៅក្នុងប្រទេសកម្ពុជាយើងដែលខ្ញុំគិតថាគូដែលបង្កើតឲ្យមានឡើងព្រោះហេតុអីយើងជាខ្មែរដូចគ្នាបើសិនបើយើងប្រើហិង្សារវាងខ្មែរនិងខ្មែរគ្នាឯងនាំឲ្យខ្មែរគ្នាឯងស្លាប់តើបានអីបើយើងជាខ្មែរដូចគ្នាហ្នឹងហើយយើងនិយាយថាយើងស្រឡាញ់ជាតិក៏ប៉ុន្តែទង្វើរបស់យើងកំពុងតែបង្កើតនៅការស្អប់ខ្ពើមការកាប់សម្លាប់គ្នាការខឹងសម្បាដាក់គ្នាទៅវិញគ្នាទៅវិញមកតាមសង្គម Facebook នេះដែលបង្កក្តីឈឺចាប់ហើយខ្ញុំគិតថាមានមនុស្សច្រើនណាស់ដែលយោបាយផ្សេងយុវជនហ្នឹងនៅក្នុងសង្គមហ្នឹងបានរងការឈឺចាប់ដោយសារការជេរប្រមាថគ្នាតាមរយៈសង្គម Facebook ហ្នឹងក៏មិនតិចដែរបាទហើយវាបានចំណេញទាំងអស់ដល់ប្រទេសជាតិសប្តាហ៍ថ្ងៃនេះប្រទេសកម្ពុជាយើងបើយើងនិយាយពីបញ្ហាច្រើនណាស់រាប់តាំងពីរឿងព្រំដែនរឿងព្រៃឈើរឿងទឹកដីអំពើពុករលួយភាពអយុត្តិធម៌ក៏ប៉ុន្តែមានមនុស្សប្រមាណអ្នកដែលគេទៅដោះស្រាយរឿងហ្នឹងសប្តាហ៍ថ្ងៃនេះប្រជាជនខ្មែរភាគច្រើនដែលគ្រប់គ្រងនយោបាយហ្នឹងគឺគាត់រវល់តែពីរឿងឆ្លោះគ្នារបស់អ្នកនយោបាយនិងអ្នកនយោបាយហើយអ្នកនយោបាយទីសោតហ្នឹងក៏ចេះតែប្រើប្រាស់នៅល្បិចកិច្ចការរបស់ខ្លួនហ្នឹងរៀបចំគម្រោងផ្សេងៗដើម្បីធ្វើឲ្យអ្នកគ្រប់គ្រងហ្នឹងចេះតែគ្រប់គ្រងតទៅមុខទៀតដោយអត់ឲ្យរវល់អំពីរឿងប្រទេសជាតិសួរថាយើងបានអីការប្រឆាំងអហិង្សាខ្ញុំគិតថាអាចចូលរួមចំណែកច្រើនណាស់ក្នុងការកែប្រែប្រព័ន្ធច្បាប់ភាពអយុត្តិធម៌និងភាពល្ងងខ្លៅភាពមិនចេះដឹងរបស់យុវជនប្រជាជនយើងមួយចំនួនធំនៅក្នុងសង្គមយើងពីព្រោះប្រសិនបើយើងមិនកែប្រែផ្នត់គំនិតរបស់ប្រជាជនយើងទេគឺខ្ញុំគិតថាมันអាចឲ្យមានការផ្លាស់ប្ដូរជាធំមួយណាមួយនៅក្នុងប្រទេសយើងបានទេពីព្រោះពីសម័យខ្មែរក្រហមមកគឺយើងបានបន្សល់ទុកនៅមនុស្សមួយចំនួនបាទសំទោសបើនិយាយទៅប៉ះពាល់គឺប្រជាជនយើងមួយចំនួនដែលគាត់រស់នៅសពពីនៅមានគំនិតកម្អែលខ្មែរក្រហមឬក៏គំនិតកុម្មុយនីសដែលយើងថាមិនទាន់ជ្រាបចូលដល់សង្គមប្រជាធិបតេយ្យនៅឡើយទេហើយយុវជនយើងចំនួនក្រោយមកទៀតក៏ត្រូវគិតគូរក្នុងការបណ្ដុះបណ្ដាលឲ្យមានការចេះស្រឡាញ់ខ្មែរនិងវប្បធម៌ល្អៗឡើងវិញដើម្បីឲ្យយុវជនគាត់មានឥទ្ធិពលដោយលពូគាត់លើកឡើងអញ្ចឹងគឺថាមានឥទ្ធិពលក្នុងការសម្រេចចិត្តកែប្រែសង្គមថ្មីអញ្ចឹងយើងត្រូវសម័យថាតើយើងចង់បានអត់ថាពេលទៅអនាគតហ្នឹងខ្មែរចេះរួបរวมគ្នាចេះសាមគ្គីគ្នាដោយអត់មានទំនាស់កាប់សម្លាប់គ្នាតទៅមុខទៀតគិតរឿងជាតិតទៅមុខទៀតហើយបើសិនបើយើងបណ្ដោយឯកសារភាពបច្ចុប្បន្នដែលនយោបាយចេះតែចោតប្រកាន់លៀបពណ៌មានឯងអត់អញនឹងបន្តទៅមុខទៀតយុវជនចំនួនក្រោយនេះគាត់បន្តទៅទៀតហើយបើសិនបើយុវជនចំនួនក្រោយគាត់អត់មានបញ្ញាញាណក្នុងការតាមដាននយោបាយក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសនៅសន្តិភាពសុភមង្គលរបស់ប្រជាជនខ្លួនឯងនិងជីវភាពខ្លួនឯងទេគឺខ្ញុំគិតថាវានឹងបន្តរឿងនេះទៅអនាគតក្មេងៗចំនួនក្រោយតទៅមុខទៀតគឺខ្មែរយើងនៅតែបែកបាក់គ្នាពីមួយចំនួនទៅមួយចំនួនពីមួយចំនួនទៅមួយចំនួនគឺអត់ចេះឈប់ឈរទេហើយការបែកបាក់ហ្នឹងវាកើតចេញពីការខឹងស្អប់រវាងខ្មែរនិងខ្មែរគ្នាឯងបើយើងមើលនយោបាយនៅប្រទេសអូស្ត្រាលីប្រទេសអាមេរិកប្រទេសបារាំងប្រទេសជប៉ុនអីជាដើមគឺគេផ្ដោតសំខាន់ណាស់នយោបាយគឺគេឲ្យតម្លៃយុវជនជាពិសេសប្រជាពលរដ្ឋគេហ្នឹងគឺឲ្យតម្លៃទៅលើគោលនយោបាយបាទគោលនយោបាយហើយបើសិនបើគេជជែកគ្នាទៅលើរឿងគោលនយោបាយវិញគឺគេជជែកគ្នាប៉ុន្តែគេអត់ស្អប់គេអត់ខ្វើមគ្នាទេគេនៅតែនិយាយរកគ្នានៅតែជួយគ្នានៅតែយកចិត្តទុកដាក់ពីព្រោះគេមានទូនីតិការពារច្បាប់ការពារប្រទេសជាតិគេការពារទឹកដីរបស់គេប៉ុន្តែដល់ឡែកជាអកុសលយើងយកអត់រវល់ទេទៅលើរឿងនយោបាយហើយលទ្ធិប្រជាធិបតេយ្យក៏យើងមិនបានបំពេញលក្ខខណ្ឌនិងគោលការណ៍ណាមួយបានដែរនៅក្នុងសង្គមប្រជាធិបតេយ្យទាំងរដ្ឋាភិបាលនិងបព្វឆាំងមួយចំនួនធំហើយដូច្នេះសរុបមកវិញគឺខ្ញុំគិតថាការដឹកនាំរបស់គណៈបព្វជិជនក៏ដូចជាគណៈបក្សសង្គ្រោះជាតិហ្នឹងពុំទាន់នាំទៅរកការរួបរวมជាតិបាននៅឡើយទេបាទគឺនៅតែពង្វក់ឲ្យមានការឈឺទោះតែគ្នាមិនចេះចប់មិនចេះហើយបាទសូមអរគុណលោកមុងសុនីលោកមុងសុនីតើលោកយល់ថាក្នុងនាមលោកជាយុវជនដែរហើយក៏មានយុវជនច្រើនក៏បានចូលរួមក្នុងការគ្រប់គ្រងដំណើរវិលត្រឡប់របស់លោកសំរងស៊ីមកកាន់ប្រទេសកម្ពុជាវិញសម្រាប់លោកហេតុអីបានជាមិនឃើញមានចេញសារក្នុងការគ្រប់គ្រងលោកសំរងស៊ីឬក៏មេដឹកនាំជាន់ខ្ពស់របស់គណៈបក្សសង្គ្រោះជាតិដែលភាគីលោកសំរងស៊ី
វិលត្រឡប់មកចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញដូចនេះអញ្ចឹងបាទខ្ញុំឃើញជារួមទៅខ្ញុំឃើញថាភាគច្រើនវាជាល្បិចនយោបាយរបស់គាត់ណាប៉ុន្តែខ្ញុំមិនមែនចោទទេគ្រាន់តែជាការវិភាគនិងការយកឃើញរបស់ខ្ញុំឯងព្រោះពីមុនមកក៏ខ្ញុំគ្រប់គ្រងគាត់ដែរហើយតាំងពីរឿងមិនចូលសភាគាត់ចូលបន្ទាប់មកទៀតរឿងមកស្រុកខ្មែរឆ្នាំ2015ខ្ញុំក៏ទៅទទួលនៅឆ្នាំ2015ហ្នឹងតែគាត់អត់មកទៀតម្ល៉េះហើយតាំងពីពេលហ្នឹងមកខ្ញុំបានសិក្សារៀនសូត្រជាមួយលោកគ្រូកែមលីដែលគាត់បានវិភាគហើយផ្ដល់យោបល់ផ្សេងៗគាត់ធ្លាប់លើកឡើងច្រើនណាស់ពីរឿងនយោបាយរបស់អាយដាមសំរងស៊ីហើយសម្រាប់គ្រូខ្ញុំផ្ទាល់ការចូលរួមសកម្មភាពនយោបាយរបស់គាត់បច្ចុប្បន្ននេះគឺពុំបាននាំផលចំណេញអ្វីមកដល់ប្រទេសជាតិយើងទេគឺមានតែធ្វើឲ្យមានបញ្ហាទៅដល់ប្រជាពលរដ្ឋនិងសកម្មជននៅថ្នាក់ក្រោមរបស់គណៈបក្សសង្គ្រោះជាតិហើយថ្មីនេះសូម្បីតានៅផ្ទះខ្ញុំផ្ទាល់ក៏មានអាជ្ញាធរគេមកពាត់ដែរបាទមកសួរនាំមក3រសៀលថ្ងៃហ្នឹងពាត់ដោយសារសួររំដាយខ្ញុំបាទដោយសារតែម្ដាយខ្ញុំគាត់ជាសមាជិកក្រុមប្រឹក្សាគុំសង្កាត់បាទមេភូមិគាត់ទេមកប្រាប់ហើយគេមកសួរនាំថាទៅទទួលអាដាមសំស៊ីអត់អីគេមកគំរាមកំហែងចឹងហើយខ្ញុំគិតថានយោបាយហ្នឹងវាអត់បានផលចំណេញអីទេហើយយើងឃើញទស្សនវិជ្ជាផ្ទាល់នៅពេលបច្ចុប្បន្ននេះសកម្មជនគណៈបព្វប្រឆាំងស្ទើរច្រើនណាស់ដែលរត់ទៅក្រៅស្រុករត់ភៀសខ្លួនទៅកន្លែងតំបន់ផ្សេងហើយអានេះគឺវាបង្កើតឲ្យមានបញ្ហាអីគឺធ្វើឲ្យប្រជាជនហ្នឹងគាត់បាក់ស្បាតអ្នកដែលគ្រប់គ្រងគណៈបព្វប្រឆាំងនៅថ្នាក់មូលដ្ឋានហ្នឹងគាត់បាក់ស្បាតកាលណាគាត់បាក់ស្បាតគាត់មិនហ៊ានទេគាត់អត់ហ៊ានចូលធ្វើនយោបាយទៀតក្នុងការបម្រើប្រទេសជាតិតទៅទៀតទេហើយសកម្មភាពរបស់គណៈបព្វប្រឆាំងនៅខាងក្រៅដែលប្រកាសហ្នឹងគឺគាត់ខ្ញុំឃើញថាសារនយោបាយរបស់គាត់ហ្នឹងគឺពំនាំមកនៅសន្តិភាពនិងគេហៅថាអហិង្សាសម្រាប់ជួយប្រទេសជាតិឲ្យមានសន្តិភាពបានទេពីព្រោះគាត់ប្រើសារភាគច្រើនគឺជាហេតុជាលេសដែលធ្វើឲ្យខាងរដ្ឋាភិបាលគាត់ចាប់ចំណុចទាំងអស់ហ្នឹងមកគាត់យកទៅបង្ក្រាបទៅលើជនទាំងឡាយណាដែលចូលរួមទទួលគាត់បាទព្រោះអាហ្នឹងគឺគេមានហេតុផលរបស់គេបើយើងមើលទៅលើផ្លូវច្បាប់ពួកគាត់ខាងអាដាមសំស៊ីក៏គាត់បានប្រព្រឹត្តខុសច្បាប់មែនហើយកណាយើងធ្វើខុសច្បាប់មែនវានាំរឿងរ៉ាវហ្នឹងទៅដល់ខ្លួនឯងទៅដល់សកម្មជនទៅឲ្យហ្នឹងវាបានផលចំណេញទៅដល់ប្រទេសជាតិនេះដែលខ្ញុំមើលឃើញណាបាទប៉ុន្តែលោកដូចជាមិនខុសច្បាប់អីត្រង់ណាហើយគ្រាន់តែដូចថាគាត់តាមពិតទៅគឺគណៈប្រជាជនកម្ពុជារំលាយគណៈបក្សសង្គ្រោះជាតិឲ្យធ្វើទុកបុកម្នេញបពប្រឆាំងរហូតដល់បពប្រឆាំងហ្នឹងគឺថាធ្លាក់ខ្លួនខ្លាំងមានមន្ត្រីជាន់ខ្ពស់ច្រើនរត់ភៀសខ្លួនអស់ទៅហើយបើសិនជាមានការធ្វើនយោបាយដោយស្មារតីគ្នាក៏បពប្រឆាំងមិនជួបប្រទះនឹងគ្រោះអាសន្នដូចនេះដែរសម្រាប់លោកមីសវណ្ណរាវិញតើលោកមានទស្សនៈយល់ដូចលោកមួងសូនីដែរទេបាទលោកមីសវណ្ណរាខ្ញុំនិយាយជាផ្លូវច្បាប់ឬក៏និយាយជាហេតុផលនយោបាយយើងចែកគ្នាដាច់ច្បាប់គឺច្បាប់ហេតុផលនយោបាយគឺនយោបាយតែរឿងរំលាយបក្សសង្គ្រោះជាតិរឿងដែលធ្វើឲ្យអ្នកនយោបាយទាំងមេដឹកនាំបកទាំងពីរហ្នឹងទាំងលោកសំរងស៊ីលោកកឹមសុខាហើយនិងអិសរាជជននយោបាយទៀតដែលគេបំរាម118នាក់អីហ្នឹងគឺថាជាហេតុផលនយោបាយទេមិនមែនជាទោសចេញពីព្រហ្មទណ្ឌអានេះជាទោសហេតុផលនយោបាយអញ្ចឹងមិនមែនជាទោសឧក្រិដ្ឋទោសព្រហ្មទណ្ឌអីទេបើសិនជាការចរចាផ្នែកនយោបាយដោះស្រាយគ្នាត្រូវអាហ្នឹងគឺថាទោសហ្នឹងគឺជាទោសនយោបាយគឺនឹងទៅជាការផ្សះផ្សាគ្នាបានអញ្ចឹងខ្ញុំនៅមើលឃើញថាជាហេតុផលនយោបាយនៅពេលដែលយើងធ្វើកិច្ចការប្រកួតប្រជែងផ្នែកនយោបាយមិនទាន់មានភាពស្មោះត្រង់នឹងគ្នាដោយសារយើងនៅមានល្បិចកិច្ចកលដើម្បីបំបាក់មកខាងអានឹងមិនជាលបែងប្រជាធិបតេយ្យដែលយកនីតិរដ្ឋជាធំទេហើយខ្ញុំនិយាយនេះគឺខ្ញុំនិយាយយោងអនុលោមតាមសន្ធិសញ្ញាទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991និងរដ្ឋធម្មនុញ្ញកម្ពុជារបស់ប្រទេសកម្ពុជានិងសិទ្ធិមនុស្សជាសកលនៃសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិជាមួយនឹងអង្គការអន្តរជាតិធំៗអីហ្នឹងគឺថាគោលទាំង3ហ្នឹងហើយដែលធ្វើឲ្យកម្ពុជាលេងល្បែងនយោបាយនៃគូប្រកួតបដិបកនៃការប្រកួតគោលនយោបាយមិនមែន
ជាគូប្រកួតសត្រូវឯអ្នកនយោបាយគ្មានសត្រូវអចិន្ត្រៃយ៍គ្មានមិត្តអចិន្ត្រៃយ៍គឺថាបដូរគ្នាទៅវិញទៅមកក្នុងលបែងនយោបាយប្រជាធិបតេយ្យទៅជាសត្រូវឬមិត្តគឺទៅដូរទៅជាប្រកួតប្រជែងអញ្ចឹងខ្ញុំនៅតែរក្សាថាបកសង្គ្រោះជាតិមកដល់ពេលនេះគេរំលាយដោយសារតែហេតុផលនយោបាយបាទមិនមែនជារឿងព្រមត្តនរឿងអ៊ុក្រិតអីទេអានេះខ្ញុំហ៊ាននិយាយអញ្ចឹងបាទប៉ុន្តែមានការចោទប្រកាន់ពីរដ្ឋាភិបាលលោកហ៊ុនសែនដោយសារមានការចាប់ខ្លួនលោកកឹមសុខាដែលចោទលោកកឹមសុខាថាជាអ្នកប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលអញ្ចឹងហើយបាននាំឲ្យមានការរំលាយគណៈបកសង្គ្រោះជាតិមិនអញ្ចឹងអ្នកវិភាគហើយនឹងអង្គការសហប្រជាជាតិអ្នករាយការណ៍ពិសេសរបស់អ្នកស្រីរ៉ូណាស្មីក៏ដូចជាអង្គការអន្តរជាតិធំសូម្បីអង្គការសហប្រជាជាតិដែលជាសេនាធិការមួយក្នុងការធ្លាប់ដែលគ្រប់គ្រងប្រទេសកម្ពុជាក្នុងការបោះឆ្នោតឲ្យមានសេរីភូបៈអីហ្នឹងគឺថាយើងឃើញហើយថាខ្ញុំមិនបកស្រាយទេគឺទុកឲ្យបងប្អូនតាមដានអ្វីដែលគេបានរាយការណ៍គេបានស្រាវជ្រាវអញ្ចឹងខ្ញុំមិនចាត់ទុកថារឿងលោកកឹមសុខាវាជារឿងដល់ថ្នាក់ទៅជាមកនិយាយរួមទៅគឺថាចុករបស់ខ្ញុំសិតតែអ្នកក្បត់ជាតិទាំងអស់មកខាងថាអ្នកដឹកនាំក្បត់ជាតិអ្នកដឹកនាំថាបកប្រឆាំងក្បត់ជាតិអញ្ចឹងប្រទេសខ្ញុំអស់មានអ្នកចេះដឹងអគ្គបណ្ឌិត PhD សិតតែពួកក្បត់ជាតិទាំងអស់ឬក៏យ៉ាងម៉េចអានេះយើងកុំយកលបែងប្រជាបឋមនយោបាយមកឲ្យពូជខ្មែរបាត់សេចក្តីថ្លៃថ្នូរបាត់កិត្តិយសភាពនៅលើឆាកអន្តរជាតិហើយធ្វើឲ្យពិភពលោកហាក់លែងមានជំនឿធ្វើឲ្យពិភពលោកលែងចង់ធ្វើចំនួនជួញដូរជាមួយយើងនយោបាយការទូតយើងជួបបញ្ហាដោយសារតែយើងបែកបាក់អត់ឯកភាពជាតិគ្នាខ្ញុំមើលឃើញប្រហែលថ្ងៃនេះទាំងព្រះមហាក្សត្រសម្ដេចនរោត្តមសីហមុនីទាំងលោកប្រធានាធិបតីត្រាំក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកគឺថាលោកបានផ្ញើសារមកថាថ្ងៃ9ឯករាជ្យ66ឆ្នាំនេះដែលជាការទាមទារពីអាណានិគមបារាំងមកមិនថាស្នាដៃព្រះរតនបរមកោសម្ដេចរងសីហនុក៏ដូចវីរៈបុរសអាចារ្យហែមជីវពោក៏បោអាចារ្យស្វានិងវីរៈបុរសដតីទៀតនឹងគឺថាបានបូជាជីវិតតស៊ូទាមទារឯករាជ្យមកទម្រាំបានមកដល់ឥឡូវហើយរហូតដល់យើងសង្គ្រាមរាំងខ្ជល់ជាង10ឆ្នាំ20ឆ្នាំបន្ទាប់ពីខ្មែរក្រហមមកយើងបានកិច្ចព្រមព្រៀងក្រុងប៉ារីស23ដុល្លារឆ្នាំ1991ដោយថ្ងៃឯករាជ្យទី2បន្តពី9វិច្ឆិកាឆ្នាំ1953ហើយយើងអត់យកអាតម្លៃនៃសេចក្តីថ្លៃថ្នូរប្រទេសជាតិមួយកាលណាបើមានរដ្ឋឯករាជ្យរដ្ឋមិនចំណុះរដ្ឋមិនរំលោភដោយអាណាធិបតេយ្យនៃរំលោភអធិបតេយ្យភាពបូរណភាពទឹកដីឯករាជ្យភាពជាពិសេសអព្យាក្រឹតនៃប្រទេសហ្នឹងបើយើងអត់ឲ្យតម្លៃឯករាជ្យភាពជាតិថ្ងៃរបស់យើងដូចថ្ងៃ4កក្កដាប៉ុនឯករាជ្យជាតិអាមេរិកខាងគឺគេឲ្យតម្លៃជាតិរបស់គេចឹងហើយយើងហាក់បីដូចជាយកតម្លៃជាតិនេះទៅលេងសើចជារឿងចំនួនបុគ្គលនឹងបុគ្គលដើម្បីអំណាចហើយមួយខាងក៏ថាត្រូវមួយខាងក៏ថាត្រូវដើម្បីរក្សាជាតិនៃតម្លៃខ្លួនឯងប៉ុន្តែបង្កើតសត្រូវបងប្អូនខ្លួនឯងយើងអត់ឯកភាពជាតិគ្នាយើងអត់បង្រួបបង្រួមជាតិគ្នាតើយើងហៅថ្ងៃឯករាជ្យជាតិយ៉ាងម៉េចខ្ញុំមានការសោកស្ដាយនៅពេលដែលអ្នកនយោបាយចាស់ទុំហើយនៅតែមិនទាន់អាចនិយាយគ្នាត្រូវឈាមដូចគ្នាខ្មែរតែមួយហេតុអីក៏យើងពិបាកនិយាយម៉េចបរទេសគេចង់ឲ្យយើងផ្សះផ្សាចង់ឲ្យយើងទៅជែកគ្នាដាក់បញ្ហាលើតុហើយចុះខ្មែរនិងខ្មែរពិបាកនិយាយម៉េចនៅតែអាមួយក្បត់ជាតិយូរទៅបាក់ខាងប្រជាជនឌៀលសង្គ្រោះជាតិសិតតែក្បត់ជាតិដល់ខាងសង្គ្រោះជាតិឌៀលគណៈប្រជាជនថាក្បត់ជាតិពីរបាក់នឹងហើយដែលមានកៅអីនៅក្នុងរដ្ឋសភាតំណាងរាស្ត្រ125ក៏តំណាងពួកក្បត់ជាតិឬក៏យ៉ាងម៉េចអានឹងខ្ញុំហ៊ាននិយាយត្រង់ចឹងហើយខ្ញុំសំណូមពរឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ដូចជាលោកសំរងស៊ីលោកកឹមសុខាយើងអាចទៅជែកគ្នាថយម្នាក់មកជំហានទៅវាអត់មានខ្លាំងបថយបែបណាលោកមេធាវីថាថយរបៀបម៉េចបើសិនជាថយក្នុងការទៅជែកគ្នាហើយយើងរកភាគីទី3យើងអត់ចង់ឲ្យបរទេសមើលងាយមើលថោកយើងហើយក៏យើងមិនចង់ពឹងបរទេសដែរឥឡូវរៀនធ្វើមកសម័យមុនយើងទៅពឹងសៀមពឹងយួនអស់ដីក្នុងការលោកសំរងស៊ីថយមកចំហៀនបានន័យថាមិនចូលប្រទេសថ្ងៃទី9ខែវិច្ឆិកាហ្នឹងឬក៏យ៉ាងម៉េចខ្ញុំមិនចង់និយាយចឹងចូលមិនចូលជារឿងរបស់លោកសំរងស៊ីតែយើងក្នុងនាមយើងជាអ្នកចេះអ្នកដឹកនាំដែលគេគោរពទាំងសងខាងលោកហ៊ុនសែនក៏គេគោរពកន្លះនគរលោកសំរងស៊ីលោកកឹមសុខាក៏គេគោរពកន្លះនគរដែរអញ្ចឹងបូកគ្នាទៅហើយយើងដាក់បញ្ហាមកយើងរកចំណុចដាក់បញ្ហាដើម្បីដោះស្រាយហើយបើយើងដាក់បញ្ហាជឿនលើបញ្ហាយើងដោះចេញអត់កើតទេប៉ុន្តែខ្ញុំនៅមានជំនឿថា
គណៈបកប្រជាជនក៏មានមេត្តាករុណាហើយយើងគណៈបកសង្គ្រោះជាតិដែលថាមានមេត្តាករុណាមិនយកខ្មែរណាជាសត្រូវមិនបង្កើតសត្រូវបងប្អូនឯងធ្វើនយោបាយអហិង្សាយើងបន្ថយអហិង្សាពាក្យសម្ដីលោកមានសមត្ថភាពវាជាបំរុងអាយុវជនបាទលោកមានសមត្ថភាពខ្ញុំបានសម្ភាសជាមួយនឹងលោកសុកអេសានកាលពីព្រឹកមិញនេះហើយខ្ញុំក៏បានសួរសំណួរនឹងទៅលោកសុកអេសានដែរថាតើប្រសិនបើគណៈបកសង្គ្រោះជាតិដូចថាភាគីលោកសំរងស៊ីគាត់បន្ទន់អេរិយាប័ត្រណាដូរគោចំហរបស់លោកវិញថាតើគណៈបកប្រជាជនអាចមានសញ្ញាភ្លើងខៀវណាមួយឲ្យលោកសំរងស៊ីចូលស្រុកបានវិញដែរទេនៅថ្ងៃទី9ខែវិច្ឆិកាឬក៏ក្រោយថ្ងៃទី9ខែវិច្ឆិកាហ្នឹងហើយលោកសុកអេសានក៏បានលើកឡើងដែរថាគឺมันអាចអនុញ្ញាតឲ្យចូលបានទេដោយសារលោកសំរងស៊ីហ្នឹងជាប់ទោសមានដីកាតាមចាប់មានអីទៅហើយគឺថាมันអាចឲ្យចូលបានទេសម្រាប់លោកមីសវណ្ណរាមើលឃើញថាតើចំណុចណាអាចឲ្យគណៈបកប្រជាជនអនុញ្ញាតឲ្យលោកសំរងស៊ីចូលបានតើលោកមានអនុសាសន៍អីដែលជាក់លាក់បំផុតហ្នឹងបាទលោកសុកអេសាននិយាយជារឿងអ្នកនាំពាក្យអញ្ចឹងគាត់និយាយតម្រូវថ្នាក់ដឹកនាំនាយករដ្ឋមន្ត្រីរបស់គាត់និយាយតម្រូវគណៈបករបស់គាត់តែគាត់មិនតម្រូវនៃមតិប្រជាប្រដ្ឋទូទាំងនគរទេដែលចង់បានសន្តិភាពចង់បានការបង្រួបបង្រួមការឯកភាពជាតិអីហ្នឹងតែអ្នកដឹកនាំនៅមានមេត្តាហើយខ្ញុំមើលឃើញលោកសំរងស៊ីលោកមានបញ្ហាម្ដងពីរដងហើយដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកលើកលែងទោសតាមរយៈលោកទៅឲ្យព្រះមហាក្សត្រលើកលែងទោសហើយរឿងនេះវាចេញពីហេតុផលនយោបាយប៉ុន្តែអ្នកដឹកនាំចាស់ទុំរៀនអត់ធ្មត់រៀនអត់ឱនឲ្យគ្នាចេះអធិស្ឋានគ្នាពួកមនុស្សត្រូវការមានកិត្តិយសដែរណាពាក្យខ្មែរយើងគេថាបញ្ចោមិនចូលណាប៉ុន្តែបើបង្អាប់ខឹងណាអញ្ចឹងមិនថាបើយើងបន្ថយឲ្យកុំឲ្យពុតបត់នឹងគ្នាមានសុចរិតហើយនិយាយគ្នាឲ្យត្រង់គឺថាខ្ញុំជឿថាអាចជជែកគ្នាបានហើយខ្ញុំនៅតែមានសង្ឃឹមថាក្នុងពេលខាងមុខនេះអ្នកនយោបាយមិនដែលបិទផ្លូវទេបើបិទទ្វារមុខគឺទុកទ្វារក្រោយចង្ហៀនចក្រានបាយផ្ទះចក្រានបាយចុះចដើតាមក្រោមខាងក្រោយហើយអញ្ចឹងខ្ញុំនៅតែមានជំនឿថាលោកហ៊ុនសែនលោកនឹងយល់អំពីសង្គមខ្មែរហើយលោកជាអ្នកមាននយោបាយឈ្នះលោកដាក់ឲ្យឈ្នះក្នុងថ្ងៃ9វិច្ឆិកាស្អែកដោះលោកកឹមសុខាមកព្រោះលោកកឹមសុខានៅក្នុងដៃតុលាការមែនប៉ុន្តែមិនមែនជាអង្គសាវនាការទេជាការចោទប្រកាន់ការសង្ស័យអញ្ចឹងវានៅក្នុងដៃរបស់ព្រះរាជអាជ្ញានិងចៅក្រមស៊ើបសួរដែលចំណុះឲ្យក្រសួងយុត្តិធម៌ដែលក្រសួងយុត្តិធម៌នឹងជាសេនាធិការសម្រាប់ធ្វើកិច្ចការរវាងអំណាចតុលាការនិងខាងរាជរដ្ឋាភិបាលហើយខ្ញុំឃើញកន្លងមកនយោបាយវិបត្តិនយោបាយអ្នកដែលមានទោសដោយសាររឿងនយោបាយខ្ញុំឃើញលោកឧបនាយករដ្ឋមន្ត្រីសខេងលោកដោះបញ្ហាជារៀងរហូតដោះដូចជាករណីពួកខ្ញុំអីហ្នឹងមានការសុំសម្បទានពីរដ្ឋាភិបាលជប៉ុនទៅគឺថាក្រសួងមហាផ្ទៃលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកក៏សម្បទានឲ្យអញ្ចឹងទៅដើម្បីថាឯកភាពជាតិប៉ុន្តែលោកសំរងស៊ីអាចទៅសុំឲ្យលោកសខេងជួយដោយករណីលោកមេសវណ្ណរាដែរទេខ្ញុំមិនអាចយល់ទេព្រោះជាងការអ្នកនយោបាយកពូលគាត់ play game ដែរជាងការយើងអ្នកធ្វើនយោបាយអ្នកបម្រើនយោបាយយើងបើយើងអត់ប្រើបញ្ញាយើងអាចរងគ្រោះដល់យើងហើយខ្ញុំឆ្លងកាត់ជាប់ពីដង4ឆ្នាំប៉ុន្តែចង់សួរលោកមេសវណ្ណរាសុំកាត់បន្តិចថាតើលោកសំរងស៊ីអាចមានពាក្យអីនិយាយជាមួយលោកសខេងទៀតបើសិនដូចជាលោកសខេងក៏ប្តឹងលោកសំរងស៊ីដែរហើយដោយសារការចោទប្រកាន់គ្នាកន្លងមកហើយជាច្រើនក្នុងរយៈពេលចុងក្រោយនេះថាតើលោកគិតថាលោកសខេងអាចនឹងជួយលោកសំរងស៊ីដើម្បីបន្តនយោបាយនៅក្នុងប្រទេសកម្ពុជាបានតទៅទៀតដែរទេមើលទៅខ្ញុំថាគណៈបព្វជិជនហ្នឹងគេមានអ្នកខ្លាំងមានអ្នកសម្របសម្រួលមានអ្នករួចច្រកចេញហើយអ្វីដែលខ្លាំងជាងគេគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទាំងលោកហ៊ុនសែនទាំងលោកសំរងស៊ីធ្លាប់ចាប់ដៃគ្នាទៅចក្រានអង្គរធ្លាប់បាយជុំគ្នាធ្លាប់អីធ្លាប់មីសេចអីរោគ្នាអីយើងអាចបោះដៃចាប់ដៃគ្នាបន្តិចទៅអ្វីថាក្នុងធ្វើក្នុងកម្រិតអញ្ចេះបើធ្វើមិនបានទេក្នុងកម្រិតអញ្ចេះដើម្បីកុំឲ្យបាក់មុខគ្នាសំខាន់កុំឲ្យបាក់មុខគ្នាបើយើងបាក់មុខគ្នាគឺថាបញ្ហាហើយកន្លងមកខ្ញុំបានជួយធ្វើមេនដាក្រៅផ្លូវការតាមទំនាក់ទំនងការទូតជាមួយទូតបរទេសតាមក្រៅឆាកក្រៅអីជាមួយខាងភាគីគណៈបព្វជិជនអីខ្ញុំចង់ឲ្យបានការចាត់ដៃគ្នាការរួមការជជែកគ្នាប៉ុន្តែកន្លងមកគេជេរខ្ញុំគេចោទខ្ញុំថាស្អីទៅបង្រួបបង្រួមជាមួយពួកក្បត់ជាតិមិនហ្នឹងខាងបពប្រឆាំងគេចោទខ្ញុំថាខ្ញុំលក់ខ្លួនលក់ក្បាលអីចូលស្រុកខ្មែរបានមិនគេចូលគេមិនព្រមចាប់គេមិនចេញពីការចាប់
ហើយអាហ្នឹងតាមប៉ាត់ពួកគាត់យល់ហើយពីការធ្វើរបៀបនយោបាយហើយដល់ពេលអញ្ចឹងទៅយើងឃើញប្រហែលថ្ងៃនេះអន្តរជាតិបរទេសគេឲ្យយើងទៅជែកគ្នាគ្មានអីជាងការទៅជែកគ្នាហើយបងប្អូនខ្លះថាទៅជែកជាមួយចៅទៅជែកជាមួយពួកផ្ដាច់ការគេមិនស្ដាប់សំខាន់យើងប្រើភាសានៃការទៅជែកហ្នឹងគេមិនអាចទទួលយកបានដែរហើយអ្នកណាក៏ស្រឡាញ់ជាតិដែរហើយបើយើងគាត់ថាអានេះក្បត់ជាតិអានោះក្បត់ជាតិស្រុកខ្មែរហ្នឹងមិនបាច់មានអ្នកណាជាតិទេសត្វតែក្បត់ជាតិបាទដូចថាក្នុងរយៈពេលចុងក្រោយនេះមានការប្រើភាសាខ្លាំងៗដាក់គ្នាណារវាងគណៈបកភាគីលោកសំរងស៊ីដែលនៅក្នុងគណៈបកសង្គ្រោះជាតិហ្នឹងគឺថាប្រើភាសាដាក់គ្នាខ្លាំងជាមួយនឹងទៅកាន់លោកហ៊ុនសែនដូចជាការបដិរំលំរដ្ឋាភិបាលហើយការប្រមាថទៅដល់ព្រះមហាក្សត្រអីផ្សេងការទាមទារឲ្យកងកម្លាំងបែកក្នុងប្រដាប់អាវុធទៅលោកហ៊ុនសែនវិញប្រសិនបើលោកហ៊ុនសែនបញ្ជាឲ្យពួកគេបាញ់ទៅលើកម្លាំងលោកសំរងស៊ីជាដើមតើការប្រើវោហារសាស្ត្រដ៏ធ្ងន់អញ្ចឹងហើយថាតើវាអាចមានការកែប្រែវាអាចមានការកែរបត់នៃការប្រើភាសានឹងបានដែរទេហើយបើសិនជាមានការកែវិញថាតើអ្នកនយោបាយអាចស្វែងរកចំណុចរួមក្នុងការដោះស្រាយវិបត្តិសង្គមនឹងបានដែរទេលោកមីសវណ្ណតា